mà công là ngọc đi mà cần cầm thì podcast mấy tại bộ dương tập làm cả láng hay ní cái chia episode xả bong là dương ở thua ca xả bong cho mỗi lần set up lương hay cái đôi chỉ camera nó bạn điสำหรับไปจะบอนយើងមានតាពីរកាមេរ៉ាប៉ុន្តែបាយជាតិចទៀតយើងអាចមានច្រើនជាងនឹងទៀតហើយសម្រាប់នៅក្នុងថ្ងៃនេះដែរប្រធានបទរបស់យើងក៏ដូចជាគោលបំណងនៃការដែលយើងធ្វើ podcast នេះឡើងគឺដើម្បីជិះកកាយក៏ដូចជាទទួលបាននៅបទពិសោធន៍ការចែកម្លែកពីភ្ញៀវកិត្តិយសរបស់យើងដែលគាត់ចូលរួមជាមួយយើងរៀងរាល់សប្តាហ៍ដើម្បីឲ្យយើងបានដឹងពីប្រវត្តិក៏ដូចជាការតស៊ូក៏ដូចជាអ្វីដែលពួកគាត់នឹង motivate យើងអំឡុងពេលដែលពួកគាត់បានជួបតាំងពីពេលគាត់ចាប់ផ្ដើមរហូតមកដល់ឥឡូវហើយសម្រាប់សប្តាហ៍សាកល្បងទី1ដែរខ្ញុំមាន my special one ដែលគាត់ចូលរួមជាមួយយើងក្នុងការសាកល្បងថ្ងៃនេះអញ្ចឹងសូមអូនជួយណែនាំខ្លួនតិចទេចាជំរាបសួរវិច្កងនិយាយទៅចាសួស្ដីជួបជាមួយនឹងខ្ញុំអតាអាហ្នឹងឈ្មោះហៅគេហៅចឹងងាយងាយណោះបច្ចុប្បន្នធ្វើអីដែរបច្ចុប្បន្នខ្ញុំជា assistant នៅក្រុមហ៊ុនឯកជនមួយអាចប្រាប់ឈ្មោះបានទេក្រុមហ៊ុនអីគេក្រុមហ៊ុន photographer Mr. Event អូនេះធ្លាប់ស្គាល់ក្រុមហ៊ុនហ្នឹងគាត់ល្បីដែរប៉ុន្តែគាត់ដូចរៀងលាក់មុខអត់សូវបញ្ចេញអញ្ចឹងណាអូហើយសុខសប្បាយអូនមួយរយៈហ្នឹងសួរសុខសប្បាយទៅដល់ដែរជួបគ្នាថ្ងៃសោះចាសុខសប្បាយគាត់ថាសុខភាពអត់សូវល្អអត់សូវអំណោយផលមិនដែរមួយរយៈហ្នឹងឃើញឈឺរហូតចឹងអត់លុយចាយយណាមកពីអាកាសធាតុយើងប្រែប្រួលផងអ្នកនរគ្នានៅពេលចឹងទៅឃើញអាសាឈឺច្រើនមែនតានេះខ្ញុំឃើញឈឺច្រើនហ្នឹងហើយអូខេអញ្ចឹងយើងចូលមកប្រធានបទយើងវិញកន្លងមកយើងបានដឹងពីគ្នាខ្លះៗហើយប៉ុន្តែថ្ងៃហ្នឹងបងចង់សួរណែបានស៊ីជម្រៅបន្ថែមពាក់ព័ន្ធជាមួយនឹងអាជីពការងារដោយការសិក្សាសម្រាប់អូនផ្ទាល់អូនរៀនបានចប់ត្រឹមថ្នាក់ទីម៉ានដែរឬក៏ដល់កម្រិតណាដែរអញ្ចឹងចាសម្រាប់ខ្ញុំដែរខ្ញុំបានរៀនត្រឹមទី12ឯងខ្ញុំបានរៀននិស្សិតដែរប៉ុន្តែយើងបានរៀនតាឆ្នាំទី1បន្ទាប់មកក៏យើងបានផ្អាកការសិក្សាពេលហ្នឹងខ្ញុំគ្រាន់តែព្យួរឯងដោយសារខ្ញុំចង់រៀនតដែរតែដោយសារលទ្ធភាពយើងពិបាកគ្រួសារយើងបាក់អញ្ចឹងទៅយើងក៏សម្រេចចិត្តថាឈប់ទៅប៉ុន្តែការប្រឡងទី12ហ្នឹងបាននិទេសអីដែរការប្រឡងទី12បាននិទេសដែរខនបានតែហើយបើសិនជាក្នុងករណីថាបើសិនជាយើងអត់ជួបបញ្ហាខ្វះខាតអំឡុងពេលហ្នឹងតើក្នុងចិត្តខ្លួនឯងគេថាចង់ទៅរៀនបន្តហ្នឹងចង់ចាប់ជំនាញអីដែរពេលហ្នឹងនៅក្មេងអត់ទាន់មានក្តីសម័យឬក៏ប៉ងចង់ធ្វើអីទេតែចង់តែដឹងថាចង់បានចំណេះវិជ្ជាអញ្ចឹងណាចង់ចេះដឹងផ្នែកភាសាអត់ទាន់ចង់ចេះចំណេះជំនាញអីទេចាំមិនថាពេលហ្នឹងគឺចង់ចេះហ្នឹងគឺអត់ទាន់ដឹងថាម៉េចទេប៉ុន្តែចង់ឲ្យចេះភាសាហ្មងចង់រៀនភាសាហ្មងឬរបៀបទៅចង់រៀនសរសើរអង់គ្លេសអញ្ចឹងមែនឬក៏ហ្នឹងហើយចង់បែបហ្នឹងប៉ុន្តែដោយសារពេលហ្នឹងខ្ញុំរៀននៅផ្លេចសាលាវ៉ាន់ដាមែនទេនីមគ្រប់ជាគ្រប់ប្រងសាលានីមសាលានំអេកូណូមីអីគេសាលាវិទ្យាសាស្ត្រសេដ្ឋកិច្ចហ្នឹងហើយភូមិន្ទណាហ្នឹងហើយអត់សូវច្បាស់ដែរនៅចិត្តបឹងត្បែករូហ្វាហ្នឹងហើយសាលារូហ្វាហ្នឹងហើយសាលាស៊ីរៀងសាលាច្បាប់ដែរអញ្ចឹងត្រឡប់មកវិញជំនាន់ហ្នឹងបើសិនតែជំនាន់ហ្នឹងពេលអត់រៀនឆ្នាំទី1ហ្នឹងអនឡាញចូលធ្វើការយកហ្មងឬក៏មិនដែរពេលហ្នឹងអត់ទេខ្ញុំចូលធ្វើការតាំងថ្នាក់ទី12ចាំមិនថាពេលហ្នឹងមួយឆ្នាំប្រឡងយើងធ្វើការហងហ្នឹងហើយធ្វើការផងរៀនផងអាចប្រាប់បានទេថាការហ្នឹងចូលធ្វើការយីដែរពេលការងារដំបូងចូលធ្វើហ្នឹងនៅបណ្ណាគារ PBC ចា PBC ការងារដំបូងហើយបន្ទាប់មកមិនដែរការងារដំបូងហ្នឹងពេលចូលដំបូងហ្នឹងគេឲ្យយើងធ្វើអីគេឬក៏យើង apply ទៅជំនាញអីដែរយើងដោយសារយើងអត់តមានជំនាញណាមួយយើងពងរៀនអញ្ចឹងណា CV យើងដូចថាតេស្អាតហ្មងដូចក្មេងមតីអញ្ចឹងគាត់ថាអីដែលយើងទៅសម្ភាសជាមួយ HR ហ្នឹងគឺយើងថាយើងចង់បានបទពិសោធន៍ឬមួយក៏កន្លែងការងារណាដែលទំនេរដែលត្រូវនឹងលក្ខខណ្ឌណាយើងរៀនទី12ហ្នឹងយើងអាចធ្វើបានធ្វើអញ្ចឹងណាខ្ញុំចូលទៅខ្ញុំផ្នែកខាង service ណែនាំភ្ញៀវអីចឹងទៅប៉ុន្តែដោយសារពេលចូលដំបូងហ្នឹងយើងការងារយើងរួមហ្មង
មានទាំងសម្អាតមានទាំងអីចម្រោះហ្មង វាយអូធ្វើទាំងអស់បណ្ដោយច្រើន ហ្នឹងហើយដូចយើងរៀនឆ្នាំទី1អញ្ចឹងយើងមិនរៀនឆ្នាំទី1គេហៅថារៀនអីគេ foundation year ហ្នឹងហើយតែ មូលដ្ឋាន ហ្នឹងហើយមូលដ្ឋានគ្រឹះអញ្ចឹងណាចូលទៅដល់ហ្នឹងគឺធ្វើអញ្ចឹងទាំងអស់ហ្មងព្រោះដោយសារយើងអត់តន់ជាប់ probation ទេយើងនៅ train អញ្ចឹងគេឲ្យយើងធ្វើគ្រប់មុខចូលគ្នាហ្មងអញ្ចឹង តែនេះយើងមិនយើងចាំថាយើងមិន intern ទេយើងចូលគាត់ចូលបុគ្គលិកពេញសិតប៉ុន្តែអត់តន់ចូលជំនាញយើងអីមួយទេ ហ្នឹងហើយអត់តន់ទេ ចុះក៏ហ្នឹងរៀនពេលហ្នឹងរៀនហងធ្វើការហងអញ្ចឹងមិនដែរពេលហ្នឹង រៀនក្នុងធ្វើការផងសុបាយគ្រាន់តែថាទី1យើងដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងណាដោយសារតាជីវភាពគ្រួសារយើងផងហើយមួយទៀតខ្ញុំចង់បានចង់ផ្សំខ្លួនឯងឲ្យហើយងំពេលខ្ញុំរៀនចប់អីចឹងទៅខ្ញុំធ្វើការអញ្ចឹងខ្ញុំអាចមានបទពិសោធន៍ខ្លះអីចឹងណា ហ្នឹងហើយល្អតាប៉ុន្តែពេលហ្នឹងលក្ខខណ្ឌយើងនៅក្នុងកម្រិតទី12ឡើយប៉ុន្តែហើយបើយើងនៅឆ្លៀតធ្វើការទៀតអញ្ចឹងម៉ោងសិក្សាហើយម៉ោងរៀនយើងចែកគ្នាដាច់ហ្មងព្រោះអីដោយសារតែជំនាន់ខ្ញុំហ្នឹងរបៀបថាចូលឆ្នាំទី1អីហ្នឹងគេធ្វើការដល់ពេលទី12ធ្វើការអញ្ចឹងមានអារម្មណ៍ថាការសិក្សាហើយនឹងការធ្វើការរបស់យើងហ្នឹងយើងចាប់បែងចែកដាច់អត់ឬក៏វាមានផលប៉ះពាល់គ្នាទៅវិញទៅមកអីអត់ ផលប៉ះពាល់វាមានដែរប៉ុន្តែដោយសារពេលយើងទៅសម្ភាសហ្នឹងគឺយើងបានប្រាប់ថាយើងនៅរៀនអញ្ចឹងណាអញ្ចឹងម៉ោងធ្វើការក៏បែងចែកតាមនឹងដែរគាត់យល់ច្រើនដែរគាត់ជួយសម្រួលឲ្យអញ្ចឹងណាហើយសម្រាប់ពីការសួរថាផលវិបាកប៉ះពាល់មួយរៀនអត់ខ្ញុំរៀនអត់សូវប្រកែប៉ុន្តែខ្ញុំបដិញ្ញាថាខ្ញុំត្រូវតែប្រឡងឲ្យជាប់អញ្ចឹងណាអញ្ចឹងរៀនបានបើយើងនិយាយកម្រិតទៅថាមិនមែនអត់ចេះទេមករៀនជាប់អញ្ចឹងណា យល់អូខេហើយអញ្ចឹងបន្ទាប់ពីពេលដែលយើងប្រឡងចប់បាក់ឌុបហើយយើងអត់បានចូលរៀនបន្តអញ្ចឹងពេលហ្នឹងបានចាប់ផ្ដើមគិតអីនៅឬក៏អត់បានគិតអីគិតថានៅធ្វើការបន្តទៀតឬក៏រកការងារធ្វើអីសិនឬក៏ពេលហ្នឹងរៀងពេលចប់ទី12ហ្នឹងហើយយើងមានគោលដៅអីទៅណាមួយហើយអញ្ចឹង ពេលហ្នឹងជាក់ស្ដែងខ្ញុំគិតថាពេលដែលចប់ទី12ហើយគឺខ្ញុំរៀននឹងរៀនប្រើធ្វើការប្រើដូចគ្នាពេលដែលខ្ញុំពងនៅរៀនទី12អញ្ចឹងណាតែដោយសារពេលហ្នឹងខ្ញុំមានបញ្ហាធំមានជំងឺត្រូវវះកាត់អីចឹងទៅក៏ខ្ញុំគោលដៅដែលយើងដាក់ហ្នឹងយើងត្រូវបន្ថយសិនយើងបានតែទៅរៀនទេបន្ទាប់ពីទៅរៀនមកក៏យើងឃើញថាការចំណាយលើការសិក្សាហ្នឹងវាច្រើនពេកណាមួយសុខភាពខ្ញុំក៏វារៀងធូរស្បើយដែរអញ្ចឹងណាខ្ញុំក៏ចាប់ផ្ដើមធ្វើការវិញប៉ុន្តែអត់នៅក្នុងក្រុមហ៊ុនដដែលហ្នឹងឯងខ្ញុំដូរបាន2ការងារហើយការងារពេលដែលខ្ញុំបន្ទាប់ពីឈឺក្រោយមកខ្ញុំចូលវិញហ្នឹងគឺធ្វើជា reception នៅហាងក្រេមួយយល់អូខេហើយអញ្ចឹងសរុបទាំងអស់មកថាពេលដែលយើងចាប់ដើមចូល reception ហ្នឹងវាការងារថ្មីទៀតដែរប៉ុន្តែខ្ញុំគិតថាមិនថ្មីព្រោះឯដោយសារតែអនឡាញបានឆ្លប់ឆ្លងកាត់នៅនោះហើយអញ្ចឹងធ្វើការនៅនោះបានប៉ុន្មានកាលនៅបណ្ណាគារហ្នឹងបាន1ឆ្នាំអត់បានដល់1ឆ្នាំផងបានដល់1ឆ្នាំតោះយើងទៅចូលនៅកន្លែងថ្មីហើយយកកន្លែងថ្មីហ្នឹងការងារហ្នឹងវាថ្មីហ្មងសម្រាប់យើងឬក៏យើងទទួលបានបទពិសោធន៍ពីកន្លែងចាស់មកខ្លះហើយថ្មីទៀតការងារថ្មីទៀតដូចនិយាយទៅដូចស្ដាប់មកដូចល្អសោចហើយគិតថាមានអញ្ចឹងលក់នំអាកោហ្នឹងដូចចាក់គេមានបើយើងគិតមកដល់ឥឡូវគេវាដូចមានអ្នកទិញនេះបងទិញ brand គេហៅទិញអីហ្នឹងហើយគេមានម៉ោងគេលក់អញ្ចឹងទៅហើយគេមានដាក់តូបឲ្យយើងហ្នឹងអាកោដូចបើឆ្នាំ2011ចាស់2011 12អញ្ចឹងចាស់មានអាខាងលក់អាកោហ្នឹងខ្ញុំរើសតាមកសែតខ្ញុំមើលតាមកសែតដោយសារអាលក់អាកោហ្នឹងវាដូចជាតែ6ម៉ោងឯងវាសល់ពេលសម្រាប់ខ្ញុំរៀនច្រើនខ្ញុំក៏ទៅធ្វើទៅដល់ពេលធ្វើទៅក៏ហត់ពេកពេលទៅរៀនទៅវាអស់កម្លាំងមួយដេកទៅក៏សម្រេចចិត្តថាឈប់ទៅក៏បានមកចូលមកហាងក្រេហ្នឹងមកចឹងហាងលក់កៅហ្នឹងគឺបន្ទាប់ពីបណ្ណាគារចេញពីលក់កៅហ្នឹងបានមកហាងក្រេហ្នឹងហើយហាងក្រេហ្នឹងខាងបងប្អូនគាត់គាត់ណែនាំឲ្យយើងធ្វើការពេលយប់មកយើងរៀនពេលថ្ងៃចឹងទៅហើយសម្រាប់បទពិសោធន៍របស់អូនហ្មងតាំងចូលធ្វើការមកការងារណាដែលអូនឯងធ្វើបានយូរជាងគេការងារដែលយូរជាងគេហ្នឹងបែរអត់តាន់បានសួរដល់ទេក្រោយពីខ្ញុំឈប់រៀនហើយdesign ឡើងបន្ទាប់ពីហាងការ៉េហ្នឹងទៀតត្រូវហ៎ចាហ្នឹងហើយចឹងសួរម្លងហ្មងព្រោះគិតថាប្រហែលជានៅមានប្រភេទការងារច្រើនទៀតចឹងបានសួរឲ្យដល់ហ្មងការងារណាដែលណែ focus ឬក៏ធ្វើបានច្រើនឆ្នាំជាងគេចឹងការងារ design ហ្នឹងណែធ្វើទៅលើគេខ្លះលើផ្នែកគេខ្លះលើផ្នែកយើងចូលទៅដំបូងគឺគ្រាន់តែផ្នែក clipping ឯង clipping ហ្នឹងបានន័យថាគ្រាន់តែយើងផ្ដាច់រូបពីរូបភាពនិង background ចែកដាច់
ដាច់ពីគ្នាអញ្ចឹងហ្នឹងហើយមានរូបចម្រុះអីចឹងទៅចែក subject ពីរូបចាហ្នឹងហើយបន្ទាប់ពីខ្ញុំធ្វើបានដូចជា2ឆ្នាំខ្ញុំក៏ឡើងមកdesign វានៅក្នុងក្រុមហ៊ុនតែមួយគាត់យើងឡើងមកពីលើចាឡើងមកដល់ផ្នែកហ្នឹងទៅផ្នែកហ្នឹងវាខុសពីអាខាងក្រោមវាយើងចាំយករូបដែលអ្នក clipping ហ្នឹងកាត់ហើយហ្នឹងយើងយកមកដូរ color សម្អាតសាច់ស្រែអីចឹងទៅតាម customer ក៏ដាក់មកចឹងហើយការងារហ្នឹងមកថ្មីទៀតដែរមកចឹងយើងស្ដាប់ពីដើមមករឿងការងារឯងដូរពីមួយទៅមួយហ្នឹងវាថ្មីទៀតដែរអញ្ចឹងម្លងពេលដែលផ្លាស់ប្ដូរការងារពីកន្លែងមួយទៅកន្លែងមួយហើយចូលជាជំនាញថ្មីរហូតអញ្ចឹងមានផលប្របាកអីអត់សម្រាប់ខ្លួនយើងដែរយើងទៅដូរកន្លែងទៀតថ្មីមកកន្លែងទៀតថ្មីដល់កន្លែងនេះថ្មីទៀតតែវាបានផលប្រយោជន៍អត់ឬក៏ពេលចម្លងពេលយើងដូរហ្នឹងយើងបានបត់ពិសោធន៍ពីក្រុមហ៊ុនចាស់មកខ្លះដែរអញ្ចឹងណាចាសម្រាប់ផលវិបាកវាមានតិចតួចដោយសារតែថាធម្មតាពេលដែលយើងដូរកន្លែងថ្មីការងារក៏អត់ធ្លាប់ធ្វើមិត្តភ័ក្តិហើយនឹង policy ក្រុមហ៊ុនវាផ្សេងគ្នាអញ្ចឹងណាបងប៉ុន្តែអីដែលសំខាន់គឺខ្ញុំឆាប់សម្របខ្លួនបានដោយសារមិនមែនចង់បានបទពិសោធន៍ទេដោយសារខ្ញុំគិតថាខ្ញុំអត់ទាន់រកឃើញការងារដែលខ្ញុំស្រឡាញ់ទេអញ្ចឹងពេលហ្នឹងវាជាឱកាសដែលខ្ញុំត្រូវយកក្តោបការងារផ្សេងខ្ញុំមក compare គ្នាខ្ញុំបានគិតថាវាពិបាកឬមួយក៏អីទេដូចរៀនអញ្ចឹងយើងនិយាយថារៀនហ្មងតើដូចយើងបានរៀនពីមួយដំណាក់កាលមើលមកដំណាក់កាលអញ្ចឹងណាតែម្លងពេលដែលយើងផ្លាស់ប្ដូរច្រើនដងហើយរហូតមកដល់ការងារចុងការងារដែលណៃជា design ហ្នឹងណៃមានបានរកឃើញខ្លួនឯងនៅថាចូលចិត្តធ្វើអីឬក៏ផ្នែកអីមួយនៅបងពេលដែលរយៈពេលខ្ញុំធ្វើការហ្នឹងដូចជា2013ចុះមកដល់2017អញ្ចឹងពេលហ្នឹងខ្ញុំអត់ទាន់រកឃើញខ្លួនឯងអត់ទាន់ដឹងថាខ្លួនឯងស្រឡាញ់អីចូលចិត្តអីទេប៉ុន្តែការងារដែលខ្ញុំពងធ្វើហ្នឹងគឺខ្ញុំធ្វើបានល្អប្រហែលជាពេលហ្នឹងខ្ញុំផ្ដោតទៅលើការងារដែលខ្ញុំពងធ្វើអញ្ចឹងខ្ញុំបានគិតថាខ្លួនឯងត្រូវចង់ធ្វើអីបន្តទៅមុខទៀតទេបើសិនជាចប់ពីហ្នឹងទៅអញ្ចឹងណាប៉ុន្តែអីដែលខ្ញុំបានគិតហ្នឹងខ្ញុំគិតថាបើចប់ពីហ្នឹងទៅខ្ញុំអត់នឹង find something new ឯងខ្ញុំនឹងយកចំណេះវិជ្ជាដែលខ្ញុំពងធ្វើការហ្នឹងយកទៅឆ្នៃដើម្បីជាការរកស៊ីបើយើងមានសមត្ថភាពអញ្ចឹងណាព្រោះដោយសារខាង design ហ្នឹងអូយអូសក់ឡងតង់ពោះនៅមិញនឹកឃើញយើងនៅកន្លែងសាច់អាំងទៅរសល់យើងអត់ថងកម្មវិធីផ្លែក៏មកភ្ញៀវកិត្តិយសយើងមានអារម្មណ៍ថាតានតឹងពេកតានតឹងមែនអត់គ្នាចង់បាច់ញើសគ្នាអីតាមពឹងនិយាយដូចសូត្រមេរៀនបាទចឹងនៅណានេះឃើញហើយកម្មវិធីយើងថ្មីហើយបើសិនជាមានចំណាប់អារម្មណ៍នៅក្នុងការ sponsor អាចតាក់ទង sponsor មកពួកយើងបានepisode នេះចេញថ្ងៃស្អែកហ្មងណាកាត់យកមកចេញលឿនចាំមើលសិនអញ្ចឹងបានដឹងហ្វាស់ហ្មងបាយថាចេញឡាមានកម្មវិធី face to face ឥឡូវ face to face ហ្មង Revlon face to face ណាអានេះ podcast face to face អានេះ face to face ថតថ្ងៃនេះចេញស្អែកហ្នឹងហើយលឿនពេកអូខេយើងត្រឡប់មកវិញអញ្ចឹងចង់សួរថាតើអូនឯងយល់ឃើញមិនដែរសម្រាប់បើសិនជាយើងនិយាយពីវ័យទៅមានថាជំនាន់យើងមុនហ្នឹងវាថា10ឆ្នាំជាងមុនជាង10ឆ្នាំជាងមុនចឹងទៅអូនឯងឃើញថាការងារឥឡូវហើយនៅជាមួយនឹងការងារបច្ចុប្បន្នអូនឯងគាត់ថាសុំទោសខ្ញុំបែបនិយាយចឹងឲ្យចង់សួរថាតើពេលដែលយើងធ្វើការហ្នឹងពេលដែលអូនឯងឡើងពីម៉ាកម្រិតទៅម៉ាកម្រិតឡើងពីម៉ាកម្រិតទៅម៉ាកម្រិតហ្នឹងតើអីដែលជាគោលបំណងឬក៏មានអីជំរុញអូនឯងមួយដើម្បីធ្វើអូនឯងទទួលបានការឡើងតំណែងពីមួយទៅមួយរហូតចឹងមានអីជំរុញឬក៏មានកលឹះអីដែលអូនឯងធ្វើមិនដើម្បីលើកទឹកចិត្តខ្លួនឯងក៏ពង្រឹងខ្លួនឯងឲ្យខ្លួនឯងឡើងពីមួយកន្លែងទៅមួយកន្លែងទៀតចឹងចាអរគុណសម្រាប់សំណួរល្អមែនហ្នឹងហើយបងមូលហេតុដូចខ្ញុំប្រាប់មូលហេតុប្រាប់ខាងដើមចឹងទៀតចឹងហ្មងអត់អីទេណាចាមូលហេតុដូចខ្ញុំបានជម្រាបបងខាងដើមចឹងដោយសារខ្ញុំចង់រៀនចង់បានចង់ចេះចង់ដឹងចឹងណាអញ្ចឹងរាល់ពេលដែលខ្ញុំមិនថាខ្ញុំធ្វើការឬក៏រៀនឬក៏ខ្ញុំធ្វើអីមួយទេសូម្បីតែសកម្មភាពខ្ញុំផឹកស៊ីក៏ដោយចង់បានថ្មីរហូតចង់មានថាផឹកស៊ីខ្ចប់ចាំមានថាអត់ដល់មកចាំមានថា
ខ្លួនឯងហ្នឹងធ្វើអីថ្មីថ្មីរហូតចង់ចេះចង់ដឹងចង់លឺរហូតចឹងទៅអាហ្នឹងបើសិនជាពាក្យខ្មែរហ្នឹងគេយើងធ្វើជាទឹកកន្លះក្អមចឹងណាយើងរៀនរហូតបំពេញខ្លួនឯងរហូតឬក៏មិនចឹង អាហ្នឹងបងនិយាយចឹងក៏ត្រូវតែជាក់ស្ដែងយើងនិយាយថាដូចរៀនផ្លោះថ្នាក់ចោះហ្នឹងហើយបានន័យថាដូចថាកម្រិតហ្នឹងយើងរៀនយើងដឹងយើងលឺហើយមិនទៅយើងចង់ឲ្យឆាប់ជាងនឹងទៀតជាងអា ពងមានបច្ចុប្បន្ន ហ្នឹងហើយពងមានបច្ចុប្បន្នអញ្ចឹងទូទៅមិនថាការងារណាបងសំបីតារៀនក្រោយខ្ញុំតែងតែពន្លឿនខ្លួនឯងតែមិនមែនពន្លឿនហ្នឹងពន្លឿនលក្ខណៈថាអូចាប់អត់បានក៏ពន្លឿនដែរណាព្រោះធម្មតារៀនមិនមែនថាយើងរៀនអត់ប្រកែយើងចង់ផ្លោះថ្នាក់គ្រូឲ្យផ្លោះឲ្យការងារដូចគ្នាបើសិនជាការងារយើងអត់ល្អយើងអត់មានសមត្ថភាពក៏យើងអាចឡើងតំណែងដែរប៉ុន្តែខ្ញុំព្យាយាមអញ្ចឹងណាហើយវាក៏បានមុនគោលដៅខ្ញុំទៀតដោយសារតែពេលដែលខ្ញុំធ្វើការនៅតំណែងក្រមហ្នឹងខ្ញុំឮគេនិយាយរហូត design ពេលនិយាយមកមកទៅលុយថែមមកក៏វាថ្លៃដែរបងលុយវាសំខាន់ដែរពេលហ្នឹងមិនសំខាន់ដែរបងវាជាចំណែក 80% នៃជីវិតខ្ញុំអញ្ចឹងពេលហ្នឹងយើងពងត្រូវការខ្លាំងហើយយើងពងលំបាកដែរអញ្ចឹងពេលហ្នឹងឡើងសើម្បាយលុយរហមកចាយខ្លួនឯងទេព្រោះយើងអត់បានគ្រប់គងទៅលើការរៀនសូត្រអីទៀតទេដឹងចាយសុតសំអីចឹងទៅគាត់ថាពេលហ្នឹងខ្ញុំគិតថាពេលហ្នឹងពេលខ្ញុំចេះស្រឡាញ់លុយហ្មងពីមុនខ្ញុំធ្លាប់តែធ្វើការដើម្បីថាឲ្យបានយកចំណេះអីចឹងទៅខ្ញុំសុកសិតសុំគេធ្វើការអត់យកប្រាក់ខែទៀតបងតែដល់ពេលដែលខ្ញុំចាប់ដើមចេះគឺខ្ញុំអត់ឲ្យគេវាយតម្លៃខ្ញុំឯងគឺខ្ញុំដាក់តម្លៃឲ្យគេហ្មងចង់និយាយថាពេលហ្នឹងយើងរកឃើញអីដែលជាខ្លួនឯងហើយបានយើងគិតថាយើងខ្ញុំអត់តន់រកឃើញតែប្រហែលជាពេលហ្នឹងរកឃើញតែខ្ញុំអត់ដឹងខ្លួនហ្នឹងហើយព្រោះពេលហ្នឹងយើងដឹងថាយើងចេះអីហើយយើងប្រកាសថាបើទៅមុខទៀតគឺយើងនៅធ្វើបានឲ្យខ្ញុំទៅមុខទៀតខ្ញុំធ្វើបានដូចគ្នាអញ្ចឹងបើខ្ញុំទៅឲ្យខ្ញុំទៅមុខទៀតតើអ្នកឯងមានអីឲ្យខ្ញុំវិញដើម្បីជាការផ្លាស់ប្ដូរហ្នឹងអញ្ចឹងយើងកំណត់តម្លៃខ្លួនឯងថាខ្ញុំទៅដល់កម្រិតនេះខ្ញុំត្រូវបានប៉ុណ្ណេះខ្ញុំទៅដល់កម្រិតនេះត្រូវបានប៉ុណ្ណេះត្រូវអត់ត្រូវហ្មងអូខេអញ្ចឹងវាច្រើនគឺអាហ្នឹងគឺ motivation យើងខ្លួនឯងហ្នឹងគឺយើងចង់ចេះចង់ដឹងរហូតដល់យើងឃើញខ្លួនឯងដល់អត់ដឹងខ្លួនហើយយើងអាចកំណត់តម្លៃរបស់ខ្លួនឯងបានទៀតចាខ្ញុំគិតថាវាជាសំខាន់ដែរព្រោះបើសិនដូចខ្ញុំពេលខ្លះខ្ញុំគិតថាការដែលខ្ញុំធ្វើពីមួយកន្លែងទៅមួយកន្លែងហើយខ្ញុំឡើងតំណែងហើយឬក៏ដូចបបិសោតខ្ញុំក៏ពេលខ្ញុំនៅថតពីមុនខ្ញុំធ្វើការជាមួយនឹងបងដែលគាត់ធ្វើការគាត់ប្រកាសការងារខ្ញុំហ្នឹងគឺយើងធ្វើតាំងពីយកអត់តន់ចេះអីអញ្ចឹងយើងរហូតដល់យើងវាស្រៀងនឹងអីដែរអូនឯងនិយាយដែរព្រោះយើងគិតថាយើងចង់ចេះចង់ដឹងដែរអញ្ចឹងទៅដំបូងយើងថតវីដេអូទៅមកយើងចង់ចេះថតរូបទៅមកយើងចង់ចេះកាត់តយើងចង់ចេះ print យើងចង់ចេះធ្វើអីចឹងទៅអញ្ចឹងយើងរៀនរហូតដល់គាត់ទុកចិត្តឲ្យយើងកាន់គ្រប់គ្រងក្រុមឬអីចឹងទៅហើយអាហ្នឹងខ្ញុំបងគិតថាវាស្រៀងនឹងអីដែរអូនឯងនិយាយដូចគ្នាព្រោះថាយើងចង់ចេះចង់ដឹងហើយដល់ពេលហ្នឹងយើងកំណត់តម្លៃបានតែពេលហ្នឹងយើងអត់កំណត់តម្លៃព្រោះពេលហ្នឹងកាលហ្នឹងគាត់ឲ្យប្រាក់ខែយើងច្រើនយើងថាយើងនឹកស្មានដល់ថាយើងទទួលបានប្រាក់ខែប៉ុណ្ណឹងទាំងតែឆ្នាំប៉ុណ្ណឹងតែ2016អីហ្នឹងយើងបានប្រាក់ខែច្រើនអញ្ចឹងយើងគិតថាវារស់ពីសមត្ថភាពដែលយើងមានអញ្ចឹងប៉ុន្តែដូចអូននិយាយអញ្ចឹងគឺយើងមានតម្លៃមួយហើយគាត់ឃើញតម្លៃហ្នឹងគាត់ឲ្យតម្លៃហ្នឹងត្រឡប់មកយើងទាំងយើងប្រឹងធ្វើការបានល្អអញ្ចឹងណាហើយទីមួយយើងចេះច្រើនទៀតហ្នឹងហើយបងពាក់ព័ន្ធតែខ្ញុំនិយាយថាយើងត្រូវដាក់តម្លៃទៅមិនមែនប្រកាសថាយើងជាការទៀមទាលើប្រាក់ខែហ្នឹងហើយទៀមទាលើដូចថាមុខជំនាញដែលយើងចង់បានទី1បានន័យថាបើយើងចង់កាន់មុខតំណែងហ្នឹងគឺខ្ញុំជឿជាក់ថាខ្ញុំនឹងធ្វើបានអញ្ចឹងណាទី2ព្រោះជំនាន់ហ្នឹងដូចបងនិយាយអញ្ចឹងយើងអត់អាចខ្ញុំចេះប៉ុណ្ណេះខ្ញុំចេះខ្លាំងខ្ញុំរៀនចប់ប៉ុណ្ណេះខ្ញុំត្រូវការប្រាក់ខែប៉ុណ្ណេះគឺអត់អញ្ចឹងទេជំនាន់មុនណាជំនាន់មុនចាស់ឬបងប្អូនគាត់តែងតែនិយាយថាទៅការប្រាក់ខែហ្មងណាខ្ញុំទៅចាប់អារម្មណ៍មកដល់ឥឡូវបាទខ្ញុំដឹងថាយកមកប្រៀបធៀបបាទខ្ញុំដឹងថាពីជំនាន់មុនចម្លើយរបស់ខ្ញុំគឺខុសគេហ្មងខ្ញុំអត់ដែរប្រាប់ថាចូលដំបងបានតែប៉ុណ្នេះខ្ញុំតែរៀនថ្នាក់ប៉ុណ្នេះខ្ញុំធ្វើការបានប៉ុណ្ណឹងគ្រាន់បើអត់ទេអីចម្លើយដែលខ្ញុំប្រាប់ទៅពួកគេខ្ញុំក៏និយាយថាខ្ញុំទៅរៀនហើយខ្ញុំបានលុយមកវិញទៀតអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងវាអស់ចាយអត់ចាំបាច់ថាធ្វើការអញ្ចឹងប្រាក់ខែប៉ុណ្ណឹងទៅមុខមិនរួចចាយមិនគ្រាន់ព្រោះយើងប្រាប់គេថាខ្ញុំទៅធ្វើការបានប្រាក់ខែ150 200ហើយទៅគេប្រកាសចេញនិយាយថាងាប់ធ្វើការប្រាក់ខែ150 200ហ្នឹងធ្វើអីកើតជួលដល់ថ្លៃផ្ទះថ្លៃទឹកដីភ្លើងហ្នឹងក៏អស់ដែរប៉ុន្តែពេលយើងនិយាយដូចអូននិយាយមិញអញ្ចឹងគឺយើងទៅរៀនយើងបានលុយទៅដូចអាហ្នឹងដូចយើងនិយាយថាយើងជាប់ហារូបករណ៍ទៅស្រុកគេអញ្ចឹងហ្នឹងហើយទៅរៀនហើយបានលុយប្រាក់ខែហ្នឹងដោយសារខ្ញុំគិតថាខ្លួនខ្ញុំពងតែអញ្ចឹងណាអ្នកដតីគាត់មើលមកថាធ្វើគេនោះធ្វើលក់នំមកកៅលំអីគេជឿហ៎ហ្មងគេជឿហ៎តែស្រាប់ខ្ញុំនិយាយអញ្ចឹងពេលហ្នឹងយើងត្រូវការរកពេលវេលាមួយដែលសម្រាប់ធ្វើការហើយបានរៀនទៀតអញ្ចឹងអីក៏យើងធ្វើដែរ
អត់ទេប៉ុន្តែពាក្យអូននិយាយមិញហ្នឹងបើសិនឡើងមកចាំចាប់អារម្មណ៍ទៀតព្រោះដោយសារតែនិយាយថាហេតុអីបានដូចអាហារហេតុអីដូចអាហាររបកអត់ព្រោះពីមុនយើងតែគិតថាតើទៅស្រុកគេជាប់បួកលយទៅរៀនបានទៅរៀនហើយបានប្រាក់ខែធ្វើទៀតប៉ុន្តែអាហ្នឹងវាជាវាថាយើងជាកម្រិតថាបញ្ញាបត្ររូបបណ្ឌិតឬក៏បណ្ឌិតអីចឹងទៅប៉ុន្តែបើសិនជាយើងកម្រិតយើងធ្វើការនៅបច្ចុប្បន្នហ្នឹងយើងបានជំនាញហើយយើងរៀនបានជំនាញហើយយើងបានលុយទៀតពេលដូចតែគ្នានឹងច្រើនតែពេលខ្លះអ្នកខ្លះអត់នេះតំពេលអូននិយាយមិញបានមកអ្នកឃើញថាក៏ប៉ិតយើងធ្វើការយើងរៀនពីការងារហ្នឹងហើយយើងបានលុយដូរទៅជាប់បួកហ្នឹងចឹងគ្រាន់តែវាខុសហើយមួយបានសញ្ញាបត្រមួយយើងបានសរសើរជាបុគ្គលិកល្អឬក៏បុគ្គលិកឆ្នើមអីចឹងដែរហ្នឹងហើយជាពិសេសគឺបានបទពិសោធន៍ហ្នឹងផងបានបទពិសោធន៍គឺដូចបានយើងរៀនមួយឆ្នាំចឹងហ្នឹងហើយដោយសារខ្ញុំគិតចឹងខ្ញុំគិតថាធម្មតាបងពេលទៅធ្វើការកន្លែងមួយ policy ការងារខុសគ្នាធ្វើបិទតែយើងអត់បានដឹងពីគេហៅថាអាចចំណុចពិសេសឬមួយក៏គ្រឹះអីប៉ុន្តែគេបានបរៀនពីការណែនាំអត្តចរិតពាក្យសម្ដីអាហ្នឹងគឺវាសំខាន់ណាស់ដែលយើងត្រូវចូលសង្គមរាល់ថ្ងៃមិនប្រកាសថាអញ្ចឹងទៅធ្វើការផ្នែកលក់សោះបានរៀនដែរបានរៀនបងបានទៅចែកវែកញែកមួយភ្ញៀវបានបញ្យល់ភ្ញៀវបានស្ដាប់ពីភ្ញៀវយើងដឹងពីបញ្ហារបស់ភ្ញៀវយើងដឹងពីភ្ញៀវចូលចិត្តអីហើយយើងបានដឹងពីអាចចំណុចច្រើនដែលនៅក្នុងកន្លែងយើងធ្វើការហ្នឹងអាហ្នឹងដែលខ្ញុំគិតថារៀនណាព្រោះខ្ញុំចូលចិត្តចឹងណាមួយបែបបត់របស់សង្គមវាផ្សេងៗនេះហ្នឹងពេលដែលដោយសារតែពេលដែលយើងចូលមកក្នុងសង្គមកាន់តែច្រើនយើងជួបគេក៏ច្រើនបត់វណ្ណៈផ្សេងគ្នាចឹងដូចអូនជួបភ្ញៀវចឹងភ្ញៀវខ្លះអញ្ចេះវាខ្លះអញ្ចេះភ្ញៀវបែបនេះវាអញ្ចឹងវាធ្វើឲ្យយើងបានស្គាល់មនុស្សច្រើនយើងដឹងថាយើងត្រូវបត់បែនទៅណាបានច្រើនថាសង្គមហ្នឹងវាមិនវាខុសពីយើងធ្វើការរស់នៅធម្មតាហ្នឹងហើយខុសពីការរស់នៅធម្មតានិយាយចឹងទៅចាសំបីតាចេះបងសុំកាត់បងមួយទៀតសំបីថាបើយើងនិយាយណានឹងចុះនៅសាលាអប់រំពេលកម្រិតអប់រំនៅសាលាផ្សេងអញ្ចឹងគេអាចបែងចែកមានវ័យកុមារយុវវ័យចាស់វ័យអីចឹងទៅចាហ្នឹងហើយដោយសារនៅសាលាការអប់រំនៅសាលាគឺគាត់ផ្ដល់ចំណេះវិជ្ជាសេះចំណេះដឹងអីផ្សេងទៅពេលដែលយើងចូលដល់ធ្វើការគឺជាវ័យមួយដែលយើងនិយាយថាសិក្សាស្វែងយល់ពីចិត្តមនុស្សចោះយើងនិយាយចឹងទៅលេងអីហ្នឹងយន្តហោះហ្នឹងហើយបើដោយសារតែវ័យយើងចេញមកដល់ប៉ុណ្ណេះគឺយើងនៅស្វែងរកសំបីតែរងហើយក៏យើងនៅតែជួបភ្ញៀវផ្សេងហើយយើងនៅស្វែងយល់យើងនៅរៀនពីសង្គមបច្ចុប្បន្នហ្នឹងរងថ្ងៃបន្ថែមទៀតទោះបីជាយើងជួបភ្ញៀវច្រើនយើងធ្វើការមកបបិសោតការងារយើង10-20ឆ្នាំហើយប៉ុន្តែយើងអាចថាយើងចេះតែប៉ុណ្្នឹងបានដូចតែចំណេះដឹងដដែលដូចគ្នាអញ្ចឹងមិនគេនិយាយថាពាក្យយើងរៀនថាយើងរៀនរហូតដល់ចាស់ហ្នឹងគឺត្រូវយើងឥឡូវនេះគឺកំពុងរៀនណាទោះយើងមិនបានរៀននៅក្នុងថ្នាក់សិក្សាអីមួយក៏យើងរៀនពីសង្គមរៀនពីជីវិតដែលយើងជួបរាល់ថ្ងៃហ្នឹងដែរនៅតែរៀនរហូតនេះខ្ញុំជឿថាពាក្យហ្នឹងគេនិយាយខុសហើយព្រោះតែយើងប្រើនៅក្នុងបែបបត់ខុសគ្នាអញ្ចឹងទៅត្រូវមកប្រើបែបបត់ឬមួយក៏ mindset របស់យើងអ្នកខ្លះដូចបាញ់ធ្លាប់ឮអ្នកខ្លះគេនិយាយថាធ្វើការយកតែលុយហ្នឹងហើយគឺបានន័យថាគាត់ធ្វើចឹងគាត់ខាតពេលវេលាខ្លួនឯងខ្លាំងដឹងថាតួនាទីដល់កែបើកលុយតែគាត់បានក្រេបចំណេះវិជ្ជាឬមួយក៏សួរឆ្ងល់ពីបញ្ហាផ្សេងខ្ញុំគិតថាអាចចំណេះវិជ្ជាដែលយើងតាមយើងធ្វើការក្រុមហ៊ុនឬមួយក៏ហាងមួយហ្នឹងណាថ្ងៃក្រោយទៅជួយយើងបានច្រើនបើសិនជាយើងលួចវាបន្តិចយកមកទុកវាអាចប្រើប្រាស់បានអញ្ចឹងណាតែបើសិនជាយើងដឹងថាទៅធ្វើការហ្មងគឺបានតែធ្វើការហ្នឹងហើយបាត់ពិសោធន៍ក៏មិនមែនថាធ្វើការបើយើងទៅធ្វើការតែខ្លួនរ៉ែអត់លួចចំណេះដឹងគឺវាដូចតាអត់ចេះអីចឹងមកត្រូវហើយអត់អីហ្នឹងហើយត្រូវហើយព្រោះដោយសារតែអ្នកខ្លះគាត់ដូចអូននិយាយមិនអញ្ចឹងទៅធ្វើការគាត់ទៅបាក់លុយទៅធ្វើការគាត់ទៅបាក់លុយហើយអត់បានពង្រឹងខ្លួនឯងឬក៏អាហ្នឹងគេហៅថា up level ខ្លួនឯងថាថ្ងៃនេះយើងធ្វើ sale ស្អែកមួយឆ្នាំក្រោយយើង target យើងធ្វើគេយើងធ្វើ supervisor ឬយើងធ្វើ manager មួយឆ្នាំទៅទៀតហើយអាហ្នឹងវាសំខាន់ណាស់ពេលដែលយើង challenge ខ្លួនឯងទៅឡើងមកកម្រិតហ្នឹងគឺយើង challenge ខ្លួនឯងហើយបងជឿថាពេលដែលយើង challenge ហ្នឹងយើងទទួលបានអីថ្មីរហូតហើយអ្នកខ្លះគាត់គិតថាអាហ្នឹងវាអត់សំខាន់ទេខ្ញុំគិតថាឥឡូវទីហោថាយើងគាត់ទីហោហ្នឹងថាឥឡូវយើងធ្វើការងារ overly នៅតែយើងការងារហ្នឹងយើង overly ទៅយើងបានលុយយើងយក overly ទៅឲ្យភ្ញៀវអីចឹងណាយើងបានលុយ tip បានអីចឹងទៅឬក៏នៅក្នុងរហូតតុកអីចឹងទៅប៉ុន្តែសួរថាតែយើងនៅចង់ធ្វើអាហ្នឹងរហូតអត់អ្នកខ្លះគាត់មាន mindset មួយថាគាត់ចង់ធ្វើអាហ្នឹងព្រោះថាជីវភាពគាត់នៅមានកម្រិតហើយគាត់ធ្វើអាហ្នឹងគាត់រកបានតែគាត់អាចគាត់គិតថាចង់ update ខ្លួនឯងខុសតែមនុស្សម្នាក់ទៀតគិតថាធ្វើអានេះជាបទពិសោធន៍ដើម្បីឡើងទៅអានោះអញ្ចឹងគាត់ដឹងថាអាយុគាត់កំពុងធ្វើចំណុចទី1ហ្នឹង
ពេលឡើងដល់ចំណុចទី2គាត់ត្រូវធ្វើចំណុចទី1នៅខ្លាំងហើយត្រូវធ្វើមិនដើម្បីបានចំណុចទី2អញ្ចឹងត្រូវយកចំណុចទី2មកអនុវត្តកំឡុងពេលដែលនៅចំណុចទី1ឡើយហ្នឹងយល់អត់យល់អាហ្នឹងបងកាលពេលបងធ្វើការហ្នឹងកាលនៅធ្វើការអត់តើហ្នឹងគឺអញ្ចឹងធ្វើការបានលុយតែយើងចង់ធ្វើគេបើអញ្ចឹងយើងចង់ទៅតំណែងទី2នេះធ្វើគេធ្វើការទៅពេលទៅដល់តំណែងទី2ហ្នឹងតើយើងប្រឹងយកយើងយកអាតួនាទីអាហ្នឹងគេហៅគេ responsibility អាហ្នឹងគេហៅការងារឬក៏កាតព្វកិច្ចដែលរបស់តំណែងទី2ហ្នឹងយើងយកមកធ្វើកំឡុងពេលយើងនៅតំណែងទី1អញ្ចឹងគេមើលឃើញថាអូណែឯងធ្វើតំណែងទី2បានហ្នឹងអញ្ចឹងគេរុញណែឯងទៅតំណែងទី2អញ្ចឹងពេលយើងដល់តំណែងទី2យើងចង់ទៅចង់ឡើងតំណែងទី3យើងយកអា responsibility របស់តំណែងទី3ខ្ញុំធ្វើក្នុងតំណែងទី2ហ្នឹងមកយើងអាចធ្វើបានហើយយើងអាចធ្វើបានហ្នឹងយើងឡើងអាហ្នឹងយើង challenge ខ្លួនឯងណាមិនគិតថាក្មេងៗរងៃយកអត់ដឹងថាការគិតរបស់គាត់វាមិនខ្មិចឬក៏អ្នកខ្លះមិនទេប៉ុន្តែយើងឃើញមួយចំនួនតូចឬក៏មួយចំនួនដែលយើងស្គាល់គាត់អត់សូវបាន challenge ខ្លួនឯងគាត់គិតថាការងារហ្នឹងនៅប៉ុណ្ណឹងបានឬប៉ុន្តែបងលើកទឹកចិត្តឲ្យគាត់មិនប៉ុណ្ណឹងបានទេបងខ្ញុំកាត់តិចដោយសារក្មេងៗឥឡូវគាត់គិតថាពេលដែលចេះច្រើនហត់ច្រើនគាត់គិតដល់ចំណុចហ្នឹងខ្ញុំគិតថាពេលដែលគាត់គិតចឹងទៅវាដូចយើងហ៊ានអញ្ចឹងយើងអត់ហ៊ានយើងអត់បានឡើងថ្នាក់យើងមកដប់ថ្នាក់ដូចបងនិយាយមិញហ្នឹងថាពីមួយឆ្នាំទៅមួយឆ្នាំបើយើងអត់ចង់អភិវឌ្ឍខ្លួនឯងទេនៅ overly អញ្ចឹងមិនថាអ្នកធ្វើការត្រូវប្រើគំនិតឲ្យដូចហ៊ានអញ្ចឹងពេលខ្លះយើងមួយឆ្នាំយើងអាចឡើងពីបុកតំណែងក៏មានដែរបើហ៊ានយើងមួយឆ្នាំយើងឡើងមួយថ្នាក់អញ្ចឹងហេតុអីបើយើងខំហ៊ានតាំងពី212មួយឆ្នាំឡើងម្ដងហើយរឿងការងារខ្ញុំជឿថាបើដូចអ្នកហ៊ានអញ្ចឹងណាបងបើគេចង់ហ៊ានគេហ៊ានបកកែអ្នកធ្វើការអញ្ចឹងបើគេចង់បានតំណែងអីមួយគេប្រឹងពីក្រោមទៅនឹងបានដូចគ្នាតែបើសិនជាយើងអត់មានគោលដៅអត់ចង់ធ្វើអីទេយើងចង់នៅតែប៉ុណ្្នឹងដូចបាយនិយាយមិនអញ្ចឹងអ្នកខ្លះវាអត់ពាក់ព័ន្ធមួយជីវភាពទេហ្មងពាក់ព័ន្ធមួយចំណេះដឹងហើយពាក់ព័ន្ធមួយគំនិតគាត់ផ្ទាល់ហ្មងមិនដឹងថាគាត់គាត់ថាអត់ចេះទៅត្រឹមតែប៉ុណ្្នឹងទៅបានហើយធ្វើតែប៉ុណ្្នឹងឲ្យត្រូវទៅហ្នឹងហើយមួយទៀតគំនិតមួយទៀតហ្នឹងគឺដូចខ្ញុំនិយាយមុនហ្នឹងចឹងគឺគ្រាន់តែធ្វើការដើម្បីលុយមិនត្រូវការមុខតំណែងអីប៉ុណ្ណឹងទៅល្មមអញ្ចឹងណាឥឡូវវាបាក់ដែរវាមានមួយចំនួនតូចទេប៉ុន្តែបងនៅជឿអញ្ចឹងតែគាត់ចង់អភិវឌ្ឍខ្លួនឯងគាត់ចង់ទៅមុខគាត់ចង់ដើរតាន់សម័យកាលវាមិនអីមិនគាត់នៅតែខំប្រឹងអញ្ចឹងដូចតែយើងរងថ្ងៃហ្នឹងសូម្បីតែយើងដល់ដំណាក់វ័យប៉ុណ្ណេះនិយាយថាវ័យប៉ុណ្ណេះចុះយើងវាមិនទាន់ដល់វ័យកណ្ដាលទេតែថាវ័យដែលយើងផុតពីយុវជននេះមកអញ្ចឹងទៅប៉ុន្តែយើងមានអារម្មណ៍ថាយើងនៅតែតរៀនរហូតតរកខ្លួនឯងបន្ថែមទៀតរហូតបងជឿថាពីមួយឆ្នាំទៅមួយឆ្នាំយើងនៅតែមាន target ដើម្បីរកខ្លួនឯងអញ្ចឹងហ្នឹងហើយហើយចុះសម្រាប់អូនឯងគាត់ថាថ្ងៃមុខទៅអូនឯងមានអីថ្មីឬក៏ចង់ធ្វើអីអត់មានហ្មងប៉ុន្តែសុំលាក់សិនវាច្រើនដែរមិនមែនថារកខ្លួនឯងឃើញមិនឃើញអីបងយើងមើលតាមស្ថានភាពជាក់ស្ដែងរបស់សង្គមយើងឥឡូវមិនប្រកាសថាអីដែលយើងស្រឡាញ់គឺយើងត្រូវតែធ្វើវាយើងមើលកលៈទេសៈចឹងបានន័យថាបើសិនជាសេដ្ឋកិច្ចយើងដើរទៅលើផ្នែកវិស័យអីមួយខ្ញុំអាចនឹងចាប់យកផ្នែកហ្នឹងចឹងណាបងព្រោះដោយសារពីទូចមកខ្ញុំមានបំណងប្រាថ្នាដែលត្រូវធ្វើមិនមែនធ្វើអត់បានទេពេលដែលធំមកវាផ្លាស់ប្ដូរផ្នត់គំនិតចឹងខ្ញុំគិតថាពីទូចយើងគិតផ្សេងធំឡើងយើងគិតផ្សេងហើយតែថ្ងៃមុខទៀតយើងអាចនឹងគិតផ្សេងទៀតតែគោលដៅយើងតែមួយហ្នឹងគឺយើងត្រូវតែរកលុយឲ្យបានច្រើនហ្នឹងគឺមានតែមួយហ្នឹងហើយគឺត្រូវតែប្រឹងរកលុយមិនថាស្ថិតក្នុងពិបាកឬក៏ស្រួលកម្រិតណាគឺបានតែយើងអត់ភ្លេចខ្លួនអញ្ចឹងយើងបាត់បានទៅតាមហ្នឹងបើថាក្នុងណាឧទាហរណ៍ថាសេដ្ឋកិច្ចកំពុងពិបាកឬក៏សេដ្ឋកិច្ចកំពុងតែស្រួលក៏យើងអត់ភ្លេចខ្លួនយើងនៅតែ target គោលដៅរបស់យើងគឺយើងរកលុយឲ្យបានច្រើនដើម្បីគ្រប់គ្រងតែដើម្បីគ្រប់គ្រងឲ្យវាយើងរស់នៅរាល់ថ្ងៃអូខេហ្នឹងហើយដូចជាយូរគ្រាន់បាដែរអរគុណអូនដែលបានចូលរួមនៅក្នុងចាអរគុណដូចគ្នាបងpodcast សាកល្បងរបស់យើងហើយអត់ដឹងថា podcast ហ្នឹងមិនទៅទេអញ្ចឹងសម្រាប់បងប្អូនដែលទស្សនាអាចឲ្យជាមតិយោបល់ក៏ដូចជាអាច recommend បានព្រោះយើងនឹងធ្វើការpost video នេះហើយបងប្អូនអាចជួយប្រាប់ខ្ញុំថាមិនដែរ sound ប្លង់ការនិយាយឬក៏ប្រធានបទដែលខ្ញុំធ្វើហ្នឹងមិនដែរព្រោះនេះក៏ជាការតេស្តសាកល្បងមួយនឹង set up របស់យើងបច្ចុប្បន្ននេះហើយយើងនឹងមានភ្ញៀវកិត្តិយសដែលនឹងចូលរួមអាចជារូបបងប្អូនផ្ទាល់ដែលនៅក្នុងអ្នកដែលបានឃើញហ្នឹងក៏ថាបានឬក៏អ្នកណាក៏ថាបានព្រោះយើងដូចអត់មាន target ថាត្រូវតែជាអ្នកនេះត្រូវជាអ្នកនោះលក្ខខណ្ឌណាត្រូវអត់ទេហ្មងបើយើងនិយាយថាអត់លក្ខខណ្ឌវាដូចមានអារម្មណ៍ថាវាអនាធិបតេយ្យពេកត្រូវទេបង
ព្រោះដោយសារពេលយើងអាណាថាបតៃឬមួយក៏យើងអត់មានច្បាប់គោលការណ៍អីមួយទៅវាទៅជាដូចលេងសើចវិញអញ្ចឹងអត់មានអ្នកណាត្រូវការថាគេថាជាប្រភេទបែបណាទៅឲ្យត្រូវជាមួយនឹងធានបត់ដែលយើងចង់ចែករំលែកទៅកាន់បងប្អូនឲ្យគាត់មើលដែរហ្នឹងហើយឬមួយក៏ដូចថាបើសិនជាបងឬមួយក៏ប្អូនឬមិត្តភ័ក្តិអីគាត់មានចំណារអារម្មណ៍អញ្ចឹងគាត់អាចឆាតមក Facebook ឬក៏ page អីយើងអញ្ចឹងទៅហើយយើងអត់បាច់សំណុំពរគាត់ថាដាក់ឲ្យគាត់និយាយពីអីទេយើងឲ្យទៅជានឹងហៅថាម៉េចបងឲ្យអីគេហ្នឹងអង់គ្លេសគេថាជាប្រភេទដែលយើងមាននៅ podcast របស់យើងមែនឬក៏មិនមែនទេជាគាត់ណាយើងឲ្យអីគាត់មកអត្តភាពហ្នឹងហើយយើងឲ្យអត្តភាពទៅគាត់អ្នករើសធានបត់ចាយើងឲ្យអត្តភាពទៅគាត់អ្នករើសធានបត់វិញបានតែមកភាសាមួយយើងវិញហ្នឹងហើយចិត្តមកភាសាមួយយើងវិញគាត់តែគាត់ចង់និយាយពីថាឥឡូវថាគាត់នឹងចង់និយាយថាអូនបងអាចចូលរួមកម្មវិធីអូនបានអត់បងចង់ចែកម្លែកពីការរកស៊ីរបស់បងមាននឹងជោគជ័យមានបរាជ័យអញ្ចឹងគាត់គ្រាន់តែនិយាយប៉ុណ្្នឹងមកយើងអ្នករៀបចំសំណួរហើយគាត់ឆ្លើយអញ្ចឹងទៅឬបងខ្លះគាត់ចង់និយាយពីការថែទាំសុខភាពអីចឹងណាអញ្ចឹងយើងអ្នកដាក់សំណួរឲ្យគាត់ទៅយើងមិនចាំថាឥឡូវសប្តាហ៍នេះខ្ញុំនឹងនិយាយពីហិរញ្ញវត្ថុអញ្ចឹងបើបងណាចង់ចូលរួមអាចចូលរួមមួយខ្ញុំបានដល់ពេលអ្នកខ្លះគាត់អត់ដឹងនិយាយពីអីបានយល់អត់អត់ទេបងយល់អញ្ចឹងមិនដែរចាបើគាត់មានធានបត់គាត់ចង់ចែកម្លែកយើងសម្របទៅតាមគាត់មិនដែរបើគាត់អត់មានទេយើងឲ្យជាធានបត់ឲ្យគាត់វិញហ្នឹងហើយក៏បានអាចចឹងទាំងពីរអាចមានពីរចឹងទៅពីជំរឿអូខេហ្នឹងហើយអរគុណទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយឥឡូវហ្នឹងគឺយើងមានតា2ប្លង់ទេអញ្ចឹងមានប្លង់កណ្ដាលនេះនិងប្លង់ close up អូនហើយអញ្ចឹងខ្ញុំសូមអរគុណទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់និយាយ2ដងហើយអញ្ចឹងសង្ឃឹមថាជួបគ្នានៅវីដេអូខាងក្រោយហើយ podcast ហ្នឹងឈ្មោះអីចេញថ្ងៃណាមានថ្ងៃណាហ្នឹងអញ្ចឹងតាមទាំងអស់គ្នានេះយើងផុសក្នុង personal account របស់យើងអញ្ចឹងនៅក្នុង official account ឬក៏ official page ហ្នឹងចាំតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងអរគុណទាំងអស់គ្នាដែលបានតាមដានទស្សនាជម្រាបលា